អ្នកប្រាជ្ញតែងពោលថាធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយមែនពិតជាមិនខុសមែនប៉ុន្តែអ្វីដែលខ្ញុំចំណែនជាងគេនោះគឺអ្នកដែលប្លន់យកទឹកដីរបស់ខ្ញុំទីណាមានការគៀបសង្កត់ទីនោះត្រូវតែមានការរើបំរាស់អារាមសាសនាដូនតាខ្មែរមិនព្រមឲ្យគេបំផ្លាញឡើយខ្មែរក្រោមអ្នកជាតិមិននៅកន្តើអោខ្មែរក្រោមអើយនាំគ្នាក្រោកឡើងសំលេងផ្គរដើមឆ្នាំដោយសំលេងខ្ញុំអធិប្បាយប្រាប់ខ្មែរទាំងឡាយកម្ពុជាក្រោមសហព័ន្ធខ្មែរមានច្បាប់ស័ក្តិសមល្មមត្រួតត្រងខ្មែរក្រោមទាមទារសេរីបងជាបរោះអូនជានារីពួកយើងទាំងពីរមានចិត្តដូចគ្នាកុំភ្លេចទឹកដីសាសនាកម្ពុជាខ្មែរក្រោមរួមគ្នាដោយមោទនៈយុត្តិធម៌ក្នុងលោកត្រូវតែឈ្នះត្រូវរើបំរាស់គ្រប់ជាន់ថ្នាក់ខ្មែរក្រោមតែមួយស្ទួយវណ្ណៈនាវាស្មោះស្ម័គ្រសហព័ន្ធនាំផ្លូវ